សួស្តីអ្នកនាងខ្ញុំបាទសូរ៉ាមែនវ៉ាឥឡូវខ្ញុំអត់តភាកយើងទៀតតាមមុនចូលកុំភ្លេចជួយ Subscribe and Likes and Comment តម្លៃខ្ពស់កប់ពុកនៅក្នុងក្រសែភ្នែកអ្នកអតីតើវាជាអ្វីសម្រាប់ខ្ញុំបានរកឃើញអ្នកលក់មួយចំនួនតូចដែលមានស្តុកច្រើនបំផុតហើយបានផ្ញើសារជាឯកជនដោយផ្ទាល់ទៅពួកគេដើម្បីទិញអ្វីគ្រប់យ៉ាងភាគីម្ខាងទៀតឃើញដបទឹករាប់ពាន់ដបដែលខ្ញុំយកទៅលក់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងរហូតដល់ផ្ញើសញ្ញាសួរដោយគិតថាខ្ញុំឈួតខ្ញុំខ្ជិលពេកក្នុងការនិយាយមិនសមហេតុផលនិងចុចជួញដូរបន្ទាប់មកខ្ញុំបានលក់ដូរទំនិញទាំងអស់នៅលើទីផ្សារពេលខ្ញុំវាយបំបែកប្រអប់សម្លេងអនាម័យនិងស្រោមអនាម័យថ្មីជាច្រើនប្រអប់ដែលដាក់គោដូចភ្នំតូចមួយនៅលើរានហាលក្មេងស្រីទាំង99នាក់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងលូស៊ីស្រែកហើយអោបខ្ញុំយ៉ាងណែនអ្នកផ្សេងទៀតបានឡោមព័ទ្ធខ្ញុំដោយភ្នែកក្រហមស្រែកថាជាយអាយុយឺនយូរដោយប្រើប្រាស់ដបទឹករាប់ម៉ឺនដបដើម្បីដោះដូរនឹងភាពស្មោះត្រង់ដែលបានស្លាប់របស់ក្រុមទាំងមូលដែលមានមនុស្ស100នាក់ចលនានេះបានបើកស្ថានភាពនិងប្រាក់ចំណេញយ៉ាងច្រើននៅល្ងាចថ្ងៃទី4ចំណុចពន្លឺនៅលើផែនទីសមុទ្របានត្រួតស៊ីគ្នាជាមួយតំបន់សមុទ្រធម្មតាពេលយើងឆ្លងកាត់ព្រំដែនភ្លាមបរិយាកាសហាក់ដូចជាមិនប្រក្រតីគ្មានខ្យល់បក់អាប់គ្មានឥន្ធនូទេអ្វីទាំងអស់គឺធម្មតាណាស់រហូតដល់ធ្វើឲ្យសក់មនុស្សជ្រុះអេលេណាបានធ្វើឲ្យរ៉ាដាកម្រិតខ្ពស់បំផុតអេក្រង់បានបង្ហាញថាចម្ងាយ30ម៉ាយល៍សមុទ្រនៅខាងមុខមានកោះដ៏ធំមួយដែលមានភាពរស់រវើកខ្លាំងពិតជាកន្លែងដែលយើងកំពុងស្វែងរកដីនៃជីវិតល្បឿនពេញនៅខាងមុខពេលយើងទៅដល់ចម្ងាយ5ម៉ាយល៍សមុទ្រសំឡេងរ៉ូតបានបន្លឺឡើងយ៉ាងខ្លាំងស៊ីឡាឧបករណ៍រាវរកទាំងអស់បានបរាជ័យជួបប្រទះនឹងការជ្រៀតជ្រែកនៃវាលថាមពលដែលមិនស្គាល់អេក្រង់បានប្រែក្លាយទៅជាព្រើភ្លាមទិន្នន័យទាំងអស់សុទ្ធតែជាសញ្ញាសួរខ្ញុំបានធ្វើឲ្យការយល់ដឹងអំពីភាពទន់ខ្សោយសកម្មហើយព័ត៌មានលេចឡើងកាន់តែអាក្រក់ទៅសួនសុបិនស្ថានភាពងុយគេងសូមកុំរំខានដល់ក្តីសុបិនដ៏ផ្អែមល្ហែមនេះមិនមែនជាកោះធម្មតាតតែសោះវាច្បាស់ណាស់ថាជារូងសត្វចម្លែកការជូនដំណឹងកម្រិតទី1សម្រាប់មនុស្សគ្រប់គ្នាធ្នូដៃជិត100ត្រូវបានផ្ទុកកប៉ាល់បានឈប់នៅលើផ្ទៃសមុទ្រនៅក្នុងភាពស្ងៀមស្ងាត់ដ៏សាហាវសំឡេងស្ត្រីដ៏ទេវភាពម្នាក់បានផ្ទុះឡើងដោយផ្ទាល់នៅក្នុងជម្រៅនៃចិត្តរបស់មនុស្សគ្រប់គ្នាអ្នកខាងក្រៅសូមអរគុណសម្រាប់ការជ្រៀតជ្រែកក្នុងសុបិនរបស់ខ្ញុំក្មេងស្រីទាំងនោះប្រែជាស្លេកស្លាំងដោយការភ័យខ្លាចខ្ញុំស្រែកដោយសំឡេងទាបដើម្បីលើកទឹកចិត្តយើងបានហៅសូលូណានឹងឆ្លោះហើយគ្រប់ដណ្ដប់ដោយពុះពណ៌7របស់សូហ្វីយើងបានជិះក្បូនចុះចតដើម្បីលួចចូលទៅក្នុងកោះដោយដើរលើដីទន់ក្តៅវណ្ណធម្មពលជីវិតដ៏អស្ចារ្យស្ទើរតែលេចចេញជារូបរាងដើមឈើនិងដើមទំពាំងបាយជូរបានបើកផ្លូវនាំយើងឆ្ពោះទៅកាន់កណ្ដាលកោះបឹងគ្រីស្ដាលមួយបានលេចចេញមកនៅកណ្ដាលបឹងបានរីកផ្កាដ៏ធំមួយដែលមានពន្លឺនៅលើដើមត្របែកមានស្ត្រីស្រស់ស្អាតគួរឲ្យភ្ញាក់ផ្អើលម្នាក់ដេកយ៉ាងស្ងៀមស្ងាត់សក់ពណ៌បៃតងដល់ចង្កេះស្បែកស្ដុចព្រើរ៉ូបវែងមួយដែលត្បាញពីដើមទំពាំងបាយជូររុំខ្សែកោងដ៏ល្អឥតខ្ចោះរបស់នាងកម្លាំងជីវិតដ៏អស្ចារ្យកំពុងចេញពីរាងកាយរបស់នាងគឺជាកោះនេះសញ្ញាប្រព័ន្ធបានលេចឡើងយ៉ាងឆ្កួតនៅចំពោះមុខខ្ញុំទម្រង់ជីវិតរឿងព្រេងនិទានទេពធីតាផ្កាដែលកំពុងដេកលក់រុក្ខជាតិស្ថានភាពភ្ញាក់ដឹងខ្លួនតាមរយៈប្រព័ន្ធបន្តពូជរាជវង្សធ្វើការលាយបញ្ចូលគ្នានៃខ្លឹមសារជីវិតជួសជុលប្រលឹងដែលខូចរបស់នាងហើយធ្វើឲ្យនាងមានផ្ទៃពោះបន្ទាប់មកអ្នកអាចចុះហត្ថលេខាលើកិច្ចសន្យាមេអ្នកបម្រើដោយសម្លឹងមើលសញ្ញានោះខ្ញុំមានការងឿងឆ្ងល់នេះមិនមែនជាការសុំជំនួយពីខ្ញុំទេវាច្បាស់ណាស់ថាខ្ញុំកំពុងតែចង់បានរាងកាយរបស់ខ្ញុំប៉ុន្តែនេះគឺជាបុគ្គលិកដ៏ល្បីល្បាញម្នាក់ដោយមានសុវត្ថិភាពរបស់នាងការមានកប៉ាល់ទាំងមូលដែលមានមនុស្ស100នាក់ញ៉ាំបន្លែដ៏អស្ចារ្យជារៀងរាល់ថ្ងៃមិនមែនជាសុបិនទេខ្ញុំងាកទៅមើលក្មេងស្រីទាំង3នាក់និយាយមិនសមហេតុផលដោយមិនផ្លាស់ប្ដូរទឹកមុខឬលោតញាប់ឡើយថាមពលរបស់ម្ចាស់កោះនេះមិនមានតុល្យឲ្យភាពទេនាងត្រូវការឲ្យខ្ញុំប្រើរាងកាយរបស់យក្សរបស់ខ្ញុំដើម្បីផ្ដល់ការព្យាបាលដោយចលនាជាលិកាជ្រៅដល់នាងរៀលដាល់ចេញហើយឈរយាមកុំលួចមើលជាដាច់ខាតពាក់កណ្ដាលជឿនិងពាក់កណ្ដាលសង្ស័យពួកគេបានខ្ចាត់ខ្ចាយខ្ញុំបានដកដង្ហើមវែងហើយបោះជំហានទៅលើផ្លូវគ្រីស្ដាលដើរទៅកាន់ផ្កាកុលាបផ្កានៃពន្លឺបានបិទយឺតបង្កើតជាកន្លែងឯកជនដោយសម្លឹងមើលទេវតាដ៏ល្អឥតខ្ចោះដែលនៅជិតដៃខ្ញុំមិនសុភាពរៀបសារទេហើយបានដោះគ្រឿងសឹករបស់ខ្ញុំដោយផ្ទាល់អស់រយៈពេលជាច្រើនម៉ោងក្រោយមកពន្លកផ្កាក៏រីកភ្លាមសំឡេងស្ងាត់ពីជម្រៅនៃព្រលឹងបានផ្ទុះឡើងរលកឆក់ដ៏អាចមើលឃើញនៃកម្លាំងជីវិតបានបោកបក់ពាសពេញកោះទាំងមូលសត្វមានជីវិតទាំងអស់បានរីកចម្រើនយ៉ាងខ្លាំងរីកចម្រើននិងរសាត់បាត់ទៅវិញក្នុងវដ្តឆ្លាស់គ្នាភ្លាមបន្ទាប់ពីនោះបង្គោលពន្លឺពណ៌បៃតងត្បូងម្រោះក្រាស់មួយបានហោះឡើងលើមេឃពីកណ្ដាលបឹងហែកពកធ្វើឲ្យផ្ទៃមេឃនៃតំបន់សមុទ្រធម្មតាទាំងមូលមានពណ៌បៃតងត្បូងម្រោះ
ឆាណែលពិភពលោកបានផ្ទុះឡើងទាំងស្រុងការប្រកាសទូទាំងម៉ាស៊ីនបម្រើកំណប់ទ្រព្យសម្ងាត់រឿងព្រេងនិទានបានលេចចេញមកកប៉ាល់ចោលសមុទ្រមកពីគ្រប់ទីបានប្រញាប់ប្រញាល់ទៅរកបង្គោលពន្លឺដូចឆ្កែឆ្កួតហើយភ្លាមនោះនៅក្នុងបឹងគ្រីស្ដាលបង្គោលពន្លឺបានបញ្ច្រាស់ហើយរមៀលត្រឡប់ទៅក្នុងខ្លួនរបស់ Flora វិញនាងបើកភ្នែកពណ៌បៃតងត្បូងម្រកសុទ្ធរបស់នាងយឺតហើយមើលមកខ្ញុំដាស់ទេពធីតាផ្កាដែលកំពុងដេកលក់ដោយជោគជ័យបានចុះហត្ថលេខាលើកិច្ចសន្យាមេអ្នកបម្រើការមានផ្ទៃពោះរបស់កូនចៅទី3សក្តានុពលពូជពងរឿងព្រេងនិទានទទួលបានឱកាសបំលែងគ្មានទីបញ្ចប់ទី4មុនពេលដែលខ្ញុំមានពេលអសប្បាយសំឡេងស្រែករបស់លូណាបានហែកតាមអាកាសស៊ីឡាមានកប៉ាល់ច្រើនណាស់លេវីយ៉ាថានត្រូវបានឡោមព័ទ្ធខ្ញុំបានសម្លឹងមើលទៅសមុទ្រដោយភ្នែកត្រជាក់របស់ខ្ញុំបានសម្លឹងមើល Flora ដែលទើបភ្ញាក់ពីដំណេកហើយបញ្ជូនគំនិតមួយតាមរយៈកិច្ចសន្យាតើអ្នកអាចប្រយុទ្ធបានទេ Flora ផ្អៀងក្បាលរបស់នាងបានលើកដៃស្អាតដូចថ្មពណ៌របស់នាងយឺតឆ្ពោះទៅលើមេឃហើយក្តាប់វីយ៉ាងណែនសំឡេងក្រហមផែនដីរញ្ជួយហើយភ្នំកញដើមទំពាំងបាយជូរធំរាប់សិបដើមក្រាស់ដូចធុងទឹកផ្ទុះចេញពីសមុទ្រផ្កាឈូកពណ៌ឈាមដែលមានអង្កត់ជិត10ម៉ែត្របានរីកចេញពីខ្យល់ស្ដើងនៅលើផ្ទៃសមុទ្រចោលសមុទ្រកណ្ដាប់ដែកដែលឡោមព័ទ្ធកប៉ាល់ Leviathan គ្រាន់តែស្រមៃចង់ប្លន់លុយកាក់នឹងស្ត្រីនៅពេលដែលវិនាទីបន្ទាប់ពួកគេស្វាគមន៍ការដាក់ទណ្ឌកម្មដល់ទេវភាពដើមទំពាំងបាយជូរយក្សបានទម្លុះបាត់កប៉ាល់របស់ពួកគេដោយផ្ទាល់ដោយដៃគោពួកគេរហូតដល់ស្លាប់នៅក្នុងសមុទ្រការឈូកឈាមបានផ្ទុះឡើងដោយកម្លាំងបឺតដ៏គួរឲ្យភ័យខ្លាចកិនទាំងមនុស្សនិងក្បាលទៅជាអបបង្ហូរឈាមកំទេចស្មៅស្ងួតនិងកំទេចឈើលួយការសម្លាប់រង្គាលរំខានសូនិង2នាក់ទៀតមើលទៅហាក់ដូចជាងឿងឆ្ងល់ពីច្រាំងបំផ្លាញដងក្តោងនិងចែវដោយគ្រវីដៃនេះគឺជាអំណាចរបស់ព្រះ Flora បានដើរដោយជើងទេមករកខ្ញុំហើយអន់ក្បាលបន្តិច Flora បានស្វាគមន៍លោកគ្រូភ្លាមបន្ទាប់ពីនោះនាងបានប៉ះពោះខាងក្រោមរបស់នាងហើយសួរដោយទឹកមុខស្រពោននិងគួរឲ្យស្រឡាញ់លោកគ្រូតើពេលណាខ្ញុំអាចបង្កើតផលឲ្យលោកគ្រូបានខ្ញុំស្ទើរតែថប់ដង្ហើមក្លូអ៊ីដែលនៅក្បែរយើងបានបំបែកការពារខ្លួនភ្លាមដោយសម្លឹងមើលមកខ្ញុំដូចជានាងចង់ខំខ្ញុំពីរដងខ្ញុំក្អកយ៉ាងប្រញាប់ប្រញាល់ដើម្បីបិទបាំងវាពិធីជីវវិទ្យានេះស្មុគស្មាញណាស់មិនបាច់ប្រញាប់ប្រញាល់ទេសូមឲ្យខ្ញុំសួរលោកគ្រូថាតើដីនៃជីវិតនៅណា Flora បានចង្អុលទៅដីក្រោមជើងរបស់នាងដូចជាវាជាបញ្ហាកោះទាំងមូលគឺដូច្នោះមែនព្រះជាម្ចាស់ឲ្យយើងបានធ្វើឲ្យវាសម្បូរបែបខ្ញុំបានទាញកាតគ្រាប់ពូជចេញភ្លាមបដូរវាទៅជាគ្រាប់ពូជដំឡូងហើយប្រគល់វាទៅឲ្យនាង Flora បានខ្ចាត់ខ្ចាយវាដោយចៃដន្យពន្លឺពណ៌បៃតងកំពុងរសាត់នៅក្នុងបាតដៃរបស់នាង10វិនាទីត្រឹមតែ10វិនាទីប៉ុណ្ណោះគ្រាប់ពូជដែលរួញបានទម្លុះដីរីកដុះដាលនិងបង្កើតផលដំឡូងពណ៌មាសភ្លឺចែងចាំងធំជាងក្បាលមនុស្សបានលោតចេញពីដីដោយខ្លួនឯងធ្លាក់ចូលទៅក្នុងភ្នំតូចមួយដំឡូងបារាំងមាសដ៏ពិសិដ្ឋលំដាប់វីរភាពការញ៉ាំវាជាអចិន្ត្រៃយ៍បង្កើនរាងកាយនិងស្មារតីការញ៉ាំដំឡូងបារាំងថែមទាំងអាចបន្ថែមស្ថិរភាពផង